សាលាដំបងរាជធានីភ្នំពេញសម្រេចដោះលែងលោកខឿនសូឡាហៅ K01 ឲ្យនៅក្រៅឃុំវិញហើយរាជធានីភ្នំពេញលោកខឿនសូឡាហៅ K01 ត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចដោះលែងឲ្យនៅក្រៅឃុំវិញហើយនៅថ្ងៃទី3ខែកក្កដាឆ្នាំ2026នេះបន្ទាប់ពីតំណាងអัยការចោទប្រកាន់ពីបទហិង្សាដោយចេតនាដែលបានប្រព្រឹត្តកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2026នេះបើយោងតាមដីកាបង្គាប់ឲ្យដោះលែងរបស់លោកឡាវក្រឹមចៅក្រមស៊ើបសួរនៃសាលាដំបងរាជធានីភ្នំពេញដែលបណ្ដាញសារព័ត៌មានយើងទទួលបានសូមរំលឹកថានៅព្រឹកថ្ងៃទី30ខែមិថុនាឆ្នាំ2026សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសម្រេចឃាត់ខ្លួនលោក K01 បញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញដែលពាក់ព័ន្ធទៅនឹងករណីប្រើហិង្សាលើយុវជនម្នាក់ក្រោយបញ្ចប់ការសួរនាំតំណាងអัยការក៏បានសម្រេចចោទប្រកាន់លោកខឿនសូឡាហៅ K01 ពីបទហិង្សាដោយចេតនានិងបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី3ខែកក្កដានេះត្រូវបានចៅក្រមស៊ើបសួរចេញដោយការសម្រេចឲ្យដោះលែងវិញលោកខឿនសូឡាហៅ K01 ដែលត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចដោះលែងឲ្យនៅក្រៅឃុំវិញនៅថ្ងៃទី3ខែកក្កដាឆ្នាំ2026នេះបានចេញវីដេអូមួយជាសាធារណៈដើម្បីសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមកនៅក្នុងវីដេអូនោះលោក K01 បានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំងនិងបានបដិញ្ញាចិត្តថានឹងមិនប្រព្រឹត្តអំពើហិង្សាណាមួយទៀតឡើយនៅក្នុងវីដេអូសុំទោសនោះលោកខឿនសូឡាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រិតបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលបានប្រោសប្រណីនិងផ្ដល់ឱកាសដល់រូបលោករហូតមកគ្រប់ដល់សម្ដេចពុកជាទីគោរពគណៈពេលនេះកូនបានមកដល់ផ្ទះហើយមកជួបជាមួយប្រពន្ធកូនហើយនឹងកូនចំនួន50នាក់រួចហើយកូនអត់មានអីទេមានតែម្រាមដៃ10ថ្លែងមកកូនទៅដល់សម្ដេចពុកសម្ដេចម៉ែប៊ុនរ៉ានីអ្វីដែលពិសេសគឺពិតជានិយាយដោយក្តុកក្តួលមិននឹកស្មានថាកូនបានពុកត្រូវសម្ដៅបណីហើយកូនសន្យាថាគឺអត់ឲ្យមានកំហុសអត់មានអីករណីប្រើប្រាស់អំពើហិង្សាមួយនេះកើតឡើងបន្តទៅទៀតនោះទេហើយកូនជម្រាបប្រាប់ជូនទៅដល់លោកពុកផងដែរថាអំពើហិង្សាមួយនេះគឺកើតចេញពីគោលដៅគឺចង់ឲ្យក្មេងគ្រប់ឪពុកម្ដាយតែប៉ុណ្ណោះកូនគោរពអ្នកមានគុណតែប៉ុណ្ណោះដូច្នេះសូមសម្ដេចពុកទទួលការគោរពអំពីកូនK01ផងហើយក៏សូមអរគុណនៅគ្រប់ដឹងគុណអស់មួយជីវិតហើយនឹងទូមានប្រាប់កូនបាទ50នាក់នោះឲ្យគោរពនឹងដើរតាមរបបមាននយោបាយឈ្នះរបស់សម្ដេចពុកផងដែរគោរព